Ngàyនេះដាច់បាយទៀតហើយអត់បានញ៉ាំបាយទេមិនញ៉ាំនំបញ្ចុកម្ដងអញ្ចឹងមកញ៉ាំថតកាត់ទេរីសាធ្លាប់ថតច្រើនដងហើយស្ងោរត្រីបុកគ្រឿងហើយធ្វើការស្រង់ស្លឹកគ្រៃចេញសិនបន្ទាប់មកចាក់ខ្ទិះដូងចូលរួចហើយចាក់ទឹកចូលបន្ទាប់មកខកវាឲ្យពុះដល់ពេលពុះហើយបើកមកវិញមកឆុំប្រហុកម្ដងហើយប្រហុកហ្នឹងគឺប្រហុកសាច់ចាស់គ្រាន់តែឆុំមកគឺថាវាលាយហើយមិនបាច់យកឆ្អឹងចេញទេឥឡូវមកខ្ញុំកូរវាត្មាដើម្បីឲ្យវាចូលជាតិហើយដាក់ជាមួយនឹងសាច់ត្រីចូលសាច់ត្រីហ្នឹងគឺម៉ាក់ខ្ញុំបុកជាមួយនឹងគ្រឿងសឡប្រហើរម៉ាក់ខ្ញុំដាក់កូនលខៃអត់ប្រើស្លឹកគ្រៃទេហើយទុកវាឲ្យពុះបន្តិចដាក់ជាមួយនឹងស្ករត្នោតហើយអំបិលម្សៅស៊ុបមួយទឹកត្រីបន្ទាប់មកកូរវាឲ្យវារៀងសក់បន្តិចចាក់ជាមួយនឹងខ្ទិះដូងដើមចូលបន្ទាប់មកកូរវាទៀតកូររហូតកូរចំម៉ាក់អំពុះមីងហើយទុកឲ្យវាពុះមួយភ្លែតឥឡូវគឺថាហើយមកលាយគ្រឿងញ៉ាំដាក់មាននំបញ្ចុកមានបន្លែហើយដាក់ជាមួយនឹងទឹកសាឡាចឹងមកបន្ថែមល្បាយមកឥឡូវមើលខ្ញុំញ៉ាំអំពុះមីងទឹកការច្របាច់ក្រូចឆ្មាតិចមកហើយនំបញ្ចុកហ្នឹងគឺថាត្រូវគ្នាជាមួយនឹងជ្រក់ទឹកសក់គឺថាឆ្ងាញ់ខ្លាំងអំពុះមីងមើលហ្នឹងមកប្រហែលដែរឥឡូវខ្ញុំអត់និយាយទេទុកឲ្យអំពុះមីងមើលសលេងខ្ញុំញ៉ាំទាំងអស់គ្នា